ជោមជំពូក31លោកជោមប្រកាសខ្លួនថាជាមនុស្សស្លូតត្រង់ខ្ញុំបានសន្យាចាំងមើងម៉ាត់ថាខ្ញុំនឹងមិនសម្លឹងមើលទៅស្ត្រីក្រមុំណាម្នាក់ដោយចេះស្រាបស្រាឡើយដូច្នេះតើព្រះជាម្ចាស់នឹងបំរុងរង្វាន់អ្វីពីស្ថានលើទុកសម្រាប់ខ្ញុំតើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតនឹងប្រទានមរតកអ្វីដល់ខ្ញុំនៅឋានបរមសុខមនុស្សទុច្ចរិតរមែងជប់ទុក្ខវេទនាអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំពុំដែលបោកប្រាស់គេឬក៏ប្រើល្បិចកលចំពោះនរណាដែរសូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះនោះព្រះអង្គនឹងឃើញថាខ្ញុំគ្មានកំហុសអ្វីទេប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញប្រសិនបើមានអំពើសៅហ្មងណាមួយនៅជាប់នឹងដៃរបស់ខ្ញុំនោះពេលខ្ញុំសាបព្រោះអ្វីសូមឲ្យអ្នកផ្សេងមកទទួលជោគផលហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះប្រសិនបើចិត្តខ្ញុំវង្វេងព្រោះតែស្ត្រីណាម្នាក់ប្រសិនបើខ្ញុំខ្លំមើលប្តីគេមិននៅផ្ទះនោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេងហើយឲ្យគេរួមរយៈជាមួយនាងទៅចុះត្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុតជាអំពើដែលចៅក្រមត្រូវដាក់ទោសអំពើនេះប្រៀបបាននឹងភ្លើងឆេះរោរារហូតដល់រណ្ដៅនៃសេចក្តីវិនាសហើយអាចឆេះកំទេចអ្វីទាំងអស់ដែលខ្ញុំមានប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រីនៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោសតើឲ្យខ្ញុំធ្វើដូចម្តេចពេលព្រះអង្គសួរចម្លើយតើឲ្យខ្ញុំឆ្លើយដូចម្តេចបានព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយចឹងណាព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមកចឹងនោះដែរគឺព្រះតែមួយដែលបានសូនជើងក្នុងផ្ទៃម្ដាយដូចគ្នាខ្ញុំមិនដែលបដិសេធជួយជនក្រីក្រខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹមខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯងដោយឥតចែកឲ្យក្មេងកំព្រាទេគឺតាំងពីខ្ញុំនៅក្មេងខ្ញុំបីបាច់ថែរក្សាគេហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមកខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ចពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់ហើយឃើញជនទុរគតខ្វះភួយដណ្ដំខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយនិងឲ្យរោមជៀមទៅគេដណ្ដប់ហើយគេក៏ដឹងគុណខ្ញុំប្រសិនបើខ្ញុំវាធ្វើបាបក្មេងកំព្រាដោយដឹងខ្លួនថាចៅក្រមមុខជាការពារខ្ញុំសូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មាហើយសូមឲ្យកំភួនដៃរបស់ខ្ញុំដាច់ចេញពីកែងដៃទៅចុះត្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសនេះខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើងរបស់ព្រះអង្គបានឡើយខ្ញុំមិនដែលផ្ញើជីវិតលើមាសហើយចោកមាសសុទ្ធធ្វើជាទីពឹងទេខ្ញុំក៏គ្មានអំនួតព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដំដែលខ្ញុំរកបាននោះដែរពេលសម្លឹងមើលទៅព្រះអាទិត្យដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាយហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីចាយស្រទន់ខ្ញុំមិនដែលមានគំនិតលួចលាក់ចង់គោរពថ្វាយបង្គំព្រះអាទិត្យនិងព្រះច័ន្ទឡើយធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោសព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់ដែលគង់នៅស្ថានដ៏ខ្ពស់ខ្ញុំមិនដែលសប្បាយចិត្តពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនាហើយខ្ញុំក៏មិនដែលលោតកញ្ឆោងពេលឃើញគេជប់អន្តរាយឡើយខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាបព្រោះតែពាក្យសម្ដី
គឺខ្ញុំមិនដែលដាក់បណ្ដាសាគេប្រាថ្នាឲ្យគេស្លាប់នោះឡើយអស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំតែងតែពោលថាខ្ញុំឲ្យអាហារពួកគេបរិភោគឆ្អែតគ្រប់គ្នាតាមពិតខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំទទួលអ្នកដំណើរទោះបីខ្ញុំមិនស្គាល់គេក្តីក៏ខ្ញុំមិនទុកឲ្យគេដេកនៅខាងក្រៅផ្ទះឡើយខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំដោយមនុស្សឯទៀតដែលបង្កប់កំហុសទុកនៅក្នុងចិត្តខ្ញុំមិនដែលខ្លាចបណ្ដាជនថ្មេះតេះដៀខ្លាចគ្រួសារឯទៀតមាក់ងាយហើយខ្ញុំក៏មិនដែលសង្ងំនៅស្ងៀមមិនហ៊ានចេញពីផ្ទះដែរខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំត្បិតជាពាក្យចុងក្រោយរបស់ខ្ញុំសូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឆ្លើយតបមកខ្ញុំផងរីឯសេចក្តីដែលបច្ចេមិត្តរបស់ខ្ញុំកត់ត្រាទុកដើម្បីចោទប្រកាន់ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដខ្ញុំនឹងទូលព្រះអង្គនៅគ្រប់អំពើដែលខ្ញុំប្រព្រឹត្តខ្ញុំនឹងចូលទៅចិត្តព្រះអង្គដោយឥតអាម៉ាស់ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំប្រសិនបើកន្លងនឹងគល់នាំគ្នាស្រែកជុំប្រសិនបើខ្ញុំបរិភោគផលដែលដុះចេញពីដីនោះដោយមិនបានបង់ប្រាក់ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងចិត្តនោះសូមឲ្យមានតែបន្លានិងស្រងាដុះនៅក្នុងស្រែជំនួសស្រូវពាក្យរបស់លោកជូនចប់តែប៉ុណ្ណេះ